សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមកបង្ហាញមួយទាក់ទងជាមួយការបង្កើត logo free អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ធ្វើ logo សម្រាប់ដាក់ channel YouTube Facebook ឬក៏ផលផ្សេងដូចជាការរកស៊ីទៅតែ start ដំបូងអញ្ចឹងយើងអត់ចង់ចំណាយលុយអញ្ចឹងអាចបង្កើត free តាមរយៈ link របស់ខ្ញុំអញ្ចឹងដើម្បីបង្កើតបានយើងចូលមក Google យើងអាច search អញ្ចឹងយើង search ថា free logo maker អញ្ចឹងមកហើយយើង select យករបស់ Spotify អញ្ចឹងអ្នកនរគ្នាឃើញចាំចូលមក scroll មកខំយករបស់ Spotify ព្រោះវា free យើងអាច download បានអញ្ចឹងចូលមកអញ្ចឹងដំបូងយើងអាចបង្កើតជាឈ្មោះរបស់យើងឈ្មោះហាងឬឈ្មោះអីដែលយើងចង់ដាក់របស់យើង logo យើងហ្នឹងបន្តមកវានឹងមាន detail មួយតទៅជាមួយ requirement ដូចតទៅដែល relate ទៅនឹងlogo របស់យើងអញ្ចឹងបើអត់មានយើងអាច select យក other ក៏បានអញ្ចឹងបើយើងមានយើង select យកមកដូចខ្ញុំ select យក other ហើយចុច continue other ចុច continue អញ្ចឹងវានឹង generate logo ឲ្យយើងមកអញ្ចឹងយើងអាច scroll មើលថា logo ណាដែលត្រូវចិត្តរបស់យើងវាមានច្រើនមែនតើអញ្ចឹងយើងអាច scroll មកមានដូចប្រភេទនិយាយទៅចម្រោះមកបើសម្រាប់ខ្ញុំ select យក other អញ្ចឹងវាឲ្យមិនចូលគ្នាបើយើង select យក specific មួយគឺវា generate មកឲ្យ specific ដែរអញ្ចឹងយើងអាច scroll មើលមកក្រោមទៀតមានមួយណាដែលយើងត្រូវចិត្តទេអូខេអញ្ចឹងខ្ញុំពេញចិត្តមួយនេះយើងលើឧទាហរណ៍យកមួយនេះមកអញ្ចឹងយើងអាច edit បានទៀតយើងអាច edit font ឬក៏ edit color បានទៅលើទៅជាមួយ logo របស់យើងវាមានតាមប្រភេទ font របស់វាហើយយើងអាច rename ក៏បានដែរបើយើងត្រូវដាក់ឈ្មោះនឹងអក្សរសមអីចឹងយើងអាចកែទៅតាមនឹងទៀតបានអញ្ចឹងឥឡូវខ្ញុំ select យកមួយនេះមកយើងអាចតេស្តមើលទៅហើយ color យើងអាច select ចង់ឲ្យ color មួយណាបើយើងចង់បានត្រូវចិត្តរបស់យើងហើយអញ្ចឹងយើងគ្រាន់ចុច finalize មកនៅខាងស្ដាំ finalize អញ្ចឹងខ្ញុំ scroll យក color យកពណ៌នេះចុះអញ្ចឹងយក finalize វានឹងឲ្យយើងបញ្ចូល email address អញ្ចឹងបញ្ចូល email address ហើយវានឹង generate ឲ្យយើងហើយវា generate មកចូលមកដល់កន្លែងនេះវានឹង send email ទៅយើងណា send email អញ្ចឹងយើងបើក email address មកដើម្បីទទួលបាននៅ logo ដែលយើង design មិញហ្នឹងចូលមកអ្នក Spotify វា send មកអញ្ចឹងយើងចុច download now មកយើងរងចាំបន្តិចយើងអាចដាក់ទៅកន្លែងណាមួយដែលយើងសូមរកមកអញ្ចឹងយើងអាច view មកហ្នឹងហើយអញ្ចឹងអរគុណដល់អ្នកគ្នាសម្រាប់ការតាមដានតាំងពីដើមរហូតមកដល់